ភិបាលស្រុកតាំងគោកអំពាវនាវប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ខេត្តកំពង់ធំលោកហាក់បង្ហួតអភិបាលស្រុកតាំងគោកនាថ្ងៃទី25ខែមិនិនាឆ្នាំ2025បានដឹកនាំសហការីចុះសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ទួលតាមុំស្ថិតនៅក្នុងឃុំស្រឡៅស្រុកតាំងគោកខេត្តកំពង់ធំនេះឱកាសនោះក្រៅពីផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំលោកហាក់បង្ហួតបានឲ្យដឹងថាពេលកន្លងមកទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោកបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់ដែលបង្កឡើងដោយជនខិលខូចមួយចំនួនតូចដែលមិនស្ដាប់តាមការអប់រំណែនាំរបស់មន្ត្រីជំនាញចុះផ្សព្វផ្សាយអប់រំតាមបណ្ដាសហគមន៍នេសាទនៅគ្រប់មូលដ្ឋាននិងជារៀងរាល់ឆ្នាំអំពីច្បាប់ស្ដីពីជលផលពិសេសគឺការនេសាទដោយប្រើប្រាស់នៅឧបករណ៍ស្បៃមុងលោកអភិបាលស្រុកបានអំពាវនាវប្រជានេសាទទាំងអស់សូមអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឲ្យបានត្រឹមត្រូវចំពោះការនេសាទនិងសូមកុំប្រើឧបករណ៍ណាដែលច្បាប់ហាមឃាត់និងសូមអនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញស្ដីពីជលផលសម្រាប់មន្ត្រីជំនាញជលផលចូលរួមសហការជាមួយរាល់បណ្ដាប្រជាពលរដ្ឋអ្នកសារព័ត៌មានមន្ត្រីរាជការបានសហការនិងផ្ដល់ព័ត៌មានអំពីសកម្មភាពបទល្មើសនេសាទនៅគ្រប់ពេលវេលាបន្ថែមពីនេះដែរក្រៅពីការអំពាវនាវកុំឲ្យមានការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់លោកហាក់បង្ហួតបានបន្តរំលឹកដល់ប្រជាពលរដ្ឋរួមគ្នាអនុវត្តតាមច្បាប់ពាក់ព័ន្ធនិងដីធ្លីដោយគំនុំគ្នារំលោភបំពានលើដីតំបន់3ដែលច្បាប់ហាមឃាត់នាំឲ្យមានទោសទណ្ឌដល់ខ្លួនផងដែរជាមួយគ្នានេះលោកហាក់បង្ហួតក៏បានថ្លែងអំណរគុណទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោកដែលតែងតែចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផលក្នុងការចុះបង្ក្រាបនៅរាល់សកម្មភាពបទល្មើសនេសាទទាំងពេលកន្លងមកនិងពេលបច្ចុប្បន្ននេះផងដែរ